ងទ័ពទាំងអស់ស្ដាប់បញ្ជាត្រូវចាំថាការពារទឹកដីគឺត្រូវមានវិន័យនិងក្លាហានបាទបត់ត្រាប់លោកមេប្រមារកខ្ញុំមេបញ្ជាការកងពលភូមិភាគ2ទួលបានខ្ញុំមានដំណឹងល្អគម្រោងរបស់រ៉ៃមេហេនំតបនៅបាត់ដំបងយើងអាចចាប់បានបានហើយលោកពុកចង់ទៅទីនោះទេស្ថានភាពពេលនេះកំពុងអសុវត្ថិភាពណាស់ណាពុកកូនស្រីពុកចូលចាំថានៅក្នុងគ្រោះថ្នាក់ណាគឺជាអាកាសដ៏ល្អបំផុតយើងមិនត្រូវខ្លាចទេត្រង់ចំណុចនេះហើយជីកលើដែលទ្របសម្បត្តិមហាសាលកំពុងចាំពួកយើងបើពុកទៅកូនក៏សុំទៅដែរយ៉ាងហោចណាស់ក៏ជួយបានធ្វើបញ្ជីស្នាមពុកកូនមិនហ៊ាននៅភ្នំពេញតែឯងទេអញ្ចឹងក៏បានចាប់លេបចំខ្លួនទៅកូនយើងនឹងជិះដំណើរទៅជួបលោកមេភូមិទី2នៅថ្ងៃស្អែកនេះ